Ok, sự này và cùng cái mấy ngày nay cứ dân nằm giềng pi Hokage, tao Hokage mà nè na, đại chi Hokage đại clang gì kề. Nơi non cô là hai village, tao bị non sát đường nào tốt thôi đó mega bộ vật tốt, thu blue vortex cứ miền Hokage chỉ luôn pram bảy nè. Hokage tí muối, sát là bay, Hashirama Senju, Hokage tí pi, bộ cô đại shop nơi Pak Uchiha clang gì kề, hai có chia Hokage đại dùng slang clang gì kề phong này, cứ Tobirama Senju. Hokage tí 3 បរិសុទ្ធយ៉ាងខ្យល់ Hirozen Sarutobi Hokageទី 4 បរិសុទ្ធសំណាង Minato Namikaze Hokageទី 5 106 Tsunade Senju Hokageទី 6 បរិសុទ្ធទៅណាក៏គេស្គាល់ Kakashi Hakage Hokageទី 7 វីរៈបរិសុទ្ធនៃពិភព Shinobi Naruto Uzumaki Hokage ទី 8 ជួរលៀងនៃពិភព Naruto Shikamaru Nara ប៉ុន្តែខ្ញុំនឹងដក Shikamaru ចេញអំពី list មួយនេះដោយសារតែគាត់មិនមែនជា officer Hokage នោះទេដោយសារតែគាត់ឡើងមកគ្រប់គ្រងតំណែងជា Hokage នេះជំនួស Naruto ដែលបានបាត់ខ្លួនតែប៉ុណ្ណោះ Naruto គឺគាត់បាត់ខ្លួនដោយសារតែស្នាដៃរបស់ Jinren របស់គាត់គឺ Kawaki បានចាប់ Naruto ជាមួយនឹង Hinata ចូលទៅ Taiku Buton ដើម្បីការពារពួកគេទាំងពីរនាក់ Hashirama Senju ក៏គឺបានកើតនៅក្នុង Clan Senju ដែលគាត់បានកើតនៅក្នុងពេលវេលាមួយដែលអាក្រក់ខ្លាំងមែនទែនគឺសង្គ្រាមរវាង Pak Uchiha និងជាមួយនឹង Pak Senju ដែលធ្វើឲ្យបងប្អូនរបស់ Hashirama គឺបានស្លាប់អស់ជាច្រើនហើយថ្ងៃមួយ Hashirama ក៏បានដើរទៅជួបគ្នាជាមួយនឹង Madara ហើយក៏បានរួមគ្នាធ្វើជាសង្សារគឺជាមិត្តភក្តិជាមួយគ្នាតែម្ដងដោយមិនបានប្រាប់នៅឈ្មោះពិតរបស់ខ្លួនទៅឲ្យអ្នកម្ខាងទៀតបានដឹងនោះទេគឺគ្រាន់តែ Hashirama ដឹងថា Madara គឺជា Madara ដែលមិនដឹងថាគាត់គឺជាមកពី Uchiha ហើយ Madara គឺដឹង Hashirama គឺមានឈ្មោះថា Hashirama តែមិនដឹងថាមកពី Senju Clan ហ្នឹងឯងដែលពួកគេគឺមាននៅកំណត់ដែលដូចគ្នានោះគឺធ្វើឲ្យពិភពលោកមួយនេះមាននៅសន្តិភាពប៉ុន្តែនៅពេលដែលពួកគេបានដឹងអំពីអត្តសញ្ញាណពិតរបស់រឿងខ្លួនក៏បានហាក់ជាសេចក្តីជាមួយនឹងគ្នាប៉ុន្តែ Madara គឺមិនដែលវាយឈ្នះនៅ Hashirama នោះទេរហូតដល់ពួកគេខ្លាចទៅជាអ្នកដែលបានគ្រប់គ្រងនៅ Clan រៀងខ្លួនដោយពួកគេបានជួមគ្នាបង្កើតនូវសន្តិភាពមួយដូចជាអ្វីដែលពួកគេចង់បានហើយក៏បានរកឃើញនៅភូមិកូលាហាចំណែកឯ Madara គឺជាអ្នកដែលបានដាក់ឈ្មោះឲ្យថាភូមិកូលាហាហ្នឹងឯងបន្ទាប់មក Hashirama ក៏ត្រូវបានគេលើកឲ្យធ្វើជា Hokage Hashirama គាត់គឺជាបុគ្គលម្នាក់ដែលមានថាមពលខ្លាំងអស្ចារ្យខ្លាំងមែនរហូតដល់ Shinobi គ្រប់ទិសទីបានហៅគាត់ថា The God of Shinobi ដែលជាអតិថិឬក៏ជាព្រះនៃ Shinobi ហ្នឹងឯងនៅពេលដែលយើងឃើញ Hashirama គឺយើងនឹកឃើញដល់ស្គីមួយតែម្ដងនោះគឺ Wood Release ឬក៏ Mukutun ដែលវាគឺជាកេងគីកេងកៃដែលពិសេសមួយដែលការអំពីដីជាមួយនឹងទឹក Hashirama ក៏បានប្រើនៅ Mukutun ដើម្បីបង្កើតនៅដើមឈើព្រៃឈើធំបង្កើតវាទៅជាអាវុធឬក៏ទៅជាសត្វឬក៏រូបចម្លាក់ដែលមាននៅទំហំយ៉ាងធំដើម្បីប្រយុទ្ធគ្នាជាមួយនឹងសក្រូវមិនតែប៉ុណ្ណោះ Mukutun របស់ Hashirama គឺអាចបង្ក្រាបឬក៏គ្រប់គ្រងទៅលើ Beiju បានថែមទៀតផងសំបីដែល Kurama ក៏ត្រូវចាញ់ផងដែរដែលនៅក្នុងសង្គ្រាម Shinobi World ទី 4 Hashirama ក៏គាត់បានប្រើនៅ Mukutun ចាប់នៅ Tente ឲ្យនៅស្ងៀមមួយកន្លែងថែមទៀតផងដែល Mukutun របស់ Hashirama គឺឡើងទៅដល់ level Mastery ដែរហើយគឺមិនដូចនឹង Mukutun របស់ Yamato នោះទេហើយ Hashirama ក៏ជាបុគ្គលម្នាក់ដែលអាចប្រើនៅ Six Mode បានផងដែរដែលគាត់បានប្រើនៅ Temple Natural Energy ដែលខ្លួនឯងតែម្ដងដោយមិនចាំបាច់ប្រើនៅ clone ដូចជា Naruto នោះទេជាពិសេសនោះ Six Mode នេះគឺវាជួយ boost ទៅលើកម្លាំងល្បឿនការយល់ដឹងនិងឆាក្រារបស់គាត់ដែលខ្លាំងជាងមុនរួមទាំង Mukutun ផងដែរម្យ៉ាងទៀត Hashirama គឺគាត់អាចជាបាលរបួសខ្លួនឯងបានយ៉ាងភ្លាមតែម្ដងគឺបើគាត់គ្រាន់តែបួសជាមួយនឹងអ្វីម្យ៉ាងគឺគាត់ហៀបានយ៉ាងភ្លាមតែម្ដងមិនចាំបាច់ប្រើនៅ Medical Jutsu អ្វីនោះទេនិយាយរួមទៅវាគឺដូចនឹង Healing Factor របស់ Wolverine ជាមួយនឹង Deadpool ទៅហើយបែបនេះហើយគឺពិបាកខ្លាំងតែក្នុងការសម្លាប់ Hashirama ហើយមានស្គីមួយដែលយើងមិនអាចភ្លេចបាននោះទេគឺ True Savero Thousand Hand ដែល Hashirama ក៏បានបង្កើតនៅរូបសំណាកព្រះមួយយ៉ាងធំដែលមានដៃរាប់ពាន់តែម្ដងដែលវាគឺអាចជួយឲ្យគាត់យកឈ្នះនៅ Madara ដែលមាននៅ Perfect Susanoo ជាមួយនឹង Kurama ថែមទៀតផងដែលវាគឺជា Jutsu Level God ដែលគាត់គឺអាចប្រយុទ្ធបានយ៉ាងយូរជាមួយនឹងឆាក្រាចិញ្ចានរបស់គាត់ជាពិសេសនោះគឺគាត់មានបទពិសោធន៍និងភាពជាអ្នកដឹកនាំខ្លាំងមែនទែនដែលគាត់គឺជាបុគ្គលម្នាក់ដែលមានចិត្តល្អស្ងប់ស្ងាត់និងជាអ្នកដែលមានបញ្ញាឆ្លាតម្នាក់ផងដែរ Tobirama Senju គាត់គឺជាប្អូនប្រុសរបស់ Hashirama Senju ដែលគាត់បានកើតនៅក្នុងសម័យដ៏អាក្រក់មួយនោះផងដែរគឺជាសម័យដែល Pak Uchiha និង Pak Senju ប្រយុទ្ធគ្នានឹងឯងហើយហេតុផលដែល Tobirama ស្អប់នៅ Pak Uchiha ខ្លាំងជាងក្នុងជីវិតរបស់គាត់នោះគឺនៅក្នុងសង្គ្រាមមួយនេះបងប្អូនរបស់គាត់គឺបានស្លាប់អស់ជាច្រើនអ្នកហើយនៅក្នុងព្រឹត្តិការណ៍មួយប្អូនប្រុសរបស់ Tobirama
ហើយក៏ជាបងប្អូនរបស់ Hashirama ផងដែរត្រូវបានសមាជិកធំនៃពួក Uchiha Clan បានព្រួតគ្នាសម្លាប់ថែមទៀតផង Tobirama ក៏គឺជាបុគ្គលម្នាក់ដែលមានបញ្ញាឆ្លាតវៃខ្លាំងតែគាត់គឺជាអ្នកដែលគិតបានរហ័សនិងវិភាគបានយ៉ាងល្អដឹងអំពីចំណុចខ្សោយរបស់សត្រូវបានយ៉ាងភ្លាមៗនិងអាចគ្រប់គ្រងសមរភូមិបានយ៉ាងល្អឥតខ្ចោះឧទាហរណ៍នៅក្នុងសង្គ្រាម Shinobi World ទី4នៅពេលដែល Obito បានក្លាយទៅជា Tensei Jinchuriki គឺគ្មាននៅអ្វីឡើយដែលអាចវាយឲ្យគាត់មានរបួសបានដែលធ្វើឲ្យគ្រប់គ្នានឹងគឺគៀងយកបោយកតែម្ដងប៉ុន្តែគឺមានតែ Tobirama តែម្នាក់ដែរប៉ុណ្ណោះដែលបាននឹកឃើញថា Senjutsu អាចធ្វើឲ្យ Obito របួសបាននេះហើយក៏បានប្រាប់ឲ្យ Naruto ប្រើនៅ Rasengan ដែលមាននៅ Senjutsu ហើយគាត់បានប្រើនៅ The Fighting Sun Dojutsu teleport ទៅខាងក្រោយក្នុងរបស់ Obito ហើយឲ្យ Naruto ដាក់ Rasengan ដែលធ្វើឲ្យ Obito មានរបួសទាំងអស់នេះហើយដែលធ្វើឲ្យគាត់ខ្លាចជា Hokage ម្នាក់ដែលមាននៅប្រាជ្ញាខ្លាំងមែនទែនជាមួយនឹងប្រាជ្ញាយ៉ាងឆ្លាតនេះហើយបានធ្វើឲ្យគាត់នឹងបង្កើតនៅ Jutsu ខ្លាំងៗមកជាច្រើនតែម្ដងដូចជា Fighting Thunder Jutsu ឬក៏ Heat Rising no Jutsu វាគឺជា Jutsu មួយដែលធ្វើឲ្យ user teleport ទៅកន្លែងណាក៏បានបើមិនគិតអំពីចម្ងាយនិងទីតាំងនោះទេឲ្យតែដាក់ mark ទៅគឺរត់ហើយមួយវិញទៀត Tobirama គាត់គឺជាអ្នកបង្កើតនៅសារក្លូន Jutsu ផងដែរដែលវាគឺជា Jutsu មួយដែលអនុញ្ញាតឲ្យ user ក្លូនឬ copy ខ្លួនរបស់ខ្លួនឯងដើម្បីជំនួយដល់ការប្រយុទ្ធឬក៏ហ្វឹកហាត់បានដែលវាគឺជា Jutsu មួយដែលសំខាន់មួយនៅក្នុង Naruto និង Boruto series ជាពិសេសនោះ Tobirama ក៏ជាអ្នកដែលបានប្រើប្រាស់នៅ Water Style Jutsu តែ Water Style Jutsu របស់គាត់គឺមិនមែនជា Water Style Jutsu កពីនោះទេគឺជា level Mastery តែគាត់គឺជាបុគ្គលម្នាក់ដែលបានប្រើនៅ Water Style Jutsu ដ៏ខ្លាំងបំផុតនៅក្នុងចំនួនរបស់គាត់ដែល Tobirama គាត់បានប្រើនៅ Water Style Jutsu ដើម្បីបង្កើនទឹកមកយ៉ាងច្រើនដែលមិនចាំបាច់មានទឹកនៅក្បែរគាត់នោះទេដែលគាត់បានប្រើវាដើម្បីវាប្រហារស្រូវឬក៏ការពារខ្លួនបានយ៉ាងល្អឥតខ្ចោះតែម្ដងហើយជាមួយនឹងសាច់ឈាមជា Senju Clan គាត់អាចបន្តប្រយុទ្ធបានយ៉ាងយូរជាមួយនឹង Chakra យ៉ាងច្រើនរបស់គាត់ហើយម្យ៉ាងទៀត Tobirama គាត់គឺជា Hokage ម្នាក់ដែលគេរំគ្នាភ័យខ្លាចរអាខ្លាំងមែនដែលគេបាននិយាយថាគាត់គឺជា Hokage ម្នាក់ដែលគេខ្លាចខ្លាំងមែនទេហើយអីទៅគឺកតិសាដែលគាត់នឹងគឺមានអត្តចរិតស្ងៀមស្ងាត់មិនជជែកនិយាយច្រើនឬលេងសើចច្រើនដូចជាបងប្អូនរបស់គាត់ Hashirama នោះទេនិយាយរួមទៅគឺមុខងាប់ដូចនឹងវាងលេងអញ្ចឹងមួយទៀតនោះ Tobirama គាត់ជាអ្នកបង្កើតនៅ Forbidden Jutsu Forbidden Jutsu វាគឺជាតិចនិកមួយដែលត្រូវបានគេហាមឃាត់និងមិនអាចញ៉ាត់ឲ្យ Shinobi ប្រើប្រាស់ឬក៏រៀននោះទេដោយសារតែវាគឺជះផលអាក្រក់ដល់ user និងអ្នកដែលនៅជុំវិញខ្លួនរបស់ user ដែលប្រើនៅ Forbidden Jutsu ទាំងអស់នោះដែល Forbidden Jutsu ឬក៏ Jutsu ដែលហាមឃាត់ទាំងអស់នោះមានដូចជា Reanimation Jutsu ឬក៏ Indo Tensei គឺជា Jutsu មួយដែល user អាចជប់ឲ្យមនុស្សដែលបានស្លាប់យូរទៅហើយអាចរស់ឡើងវិញនៅក្នុងខ្លួនរបស់មនុស្សរស់ដែលបានលុបនៃការចងចាំនិង emotional អ្វីចោលទាំងអស់តែម្ដងទី2 Rapper Death ឬក៏ Shinji Fuji វាគឺជា Jutsu មួយដែលបានកោះហៅនៅ Gods of Death ឬក៏អតីតនៃស្លាប់មកសៀនៅព្រលឹងរបស់សក្តិរបស់ខ្លួនដោយតម្លៃនៃការលះបង់វិញនោះគឺ user នឹងត្រូវស្លាប់តែម្ដងបន្ទាប់ពីប្រើនៅ Jutsu មួយនេះហើយទី3 Body Translate Technique វាគឺជា Jutsu មួយដែលអនុញ្ញាតឲ្យ user នឹង copy ឬក៏ចម្លងយកនៅរូបរាងរបស់អ្នកណាម្នាក់មកធ្វើជារបស់ខ្លួនតែមកក្នុងសាច់រឿង Naruto ដល់ Boruto ខ្ញុំឃើញតែបុគ្គលម្នាក់តែម្ដងដែលបាន Jutsu មួយនេះគឺ Orochimaru ទី4 Moti Cyclone Jutsu វាគឺជា Jutsu មួយដែលធ្វើឲ្យយើងនឹង copy ឬក៏ clone នៅខ្លួនឯងដែលប្រើនៅ Chakra អស់ច្រើនតែម្ដងដែល Shinobi ធម្មតាគឺនឹងអស់កម្លាំងស្លាប់យកតែម្ដងប៉ុន្តែមាននៅបុគ្គលម្នាក់ដែលបានប្រើ Jutsu មួយនេះគឺមានសមត្ថភាពគឺ Naruto ហ្នឹងឯងហើយអ្វីទៅគឺដោយសារតែ Naruto គឺជាប់សាច់ឈាមជា Uzumaki Clanដែល Uzumaki Clan គឺជា clan មួយដែលមាននៅខ្លួនប្រាណរឹងមាំខ្លាំងអស្ចារ្យមែនទែនឧទាហរណ៍ Kushina Uzumaki ដែលជាម្ដាយរបស់ Naruto នៅពេលដែលនាងសម្រាន Naruto នោះ Obito បានចាប់ខ្លួនរបស់នាងហើយបានចាប់ដកនៅ Kurama ចេញអំពីសៀលរបស់នាងយកតែម្ដងដែលធ្វើឲ្យនាងគឺមានការជួយចាប់ខ្លាំងមែនទែនតែបើ Jinchuriki ធម្មតាគឺនៅត្រូវស្លាប់តែម្ដងតែសម្រាប់នាងគឺជាប់សាច់ឈាមជា Uzumaki បែបនេះហើយគឺនាងមិនស្លាប់ទេដោយសារតែខ្លួនប្រាណរឹងមាំរបស់នាងសម្រាប់ Naruto ក៏មានការណៃដូចគ្នានេះដែរនឹងមានច្រើនបន្តទៀតប៉ុន្តែខ្ញុំមិនអាចរៀបរាប់អស់នៅក្នុងវីដេអូមួយនេះនោះទេ Hero Zen Sarutobi ក៏បានកើតនៅក្នុង Sarutobi Clan ដែលគាត់គឺជាសិស្សសំណប់របស់ Hashirama និង Tobirama ដែលគាត់បានឡើងធ្វើជា Hokage នៅអាយុវ័យក្មេងនិងជួយដឹកនាំនៅភូមិគល់ហាជៀសចិនអំពីនៅពេលវេលាខ្មៅល្ងឹតនិងសង្គ្រាមព្រៃក្នុងនៅក្នុងភូមិជាច្រើនមែនទែន Hero Zen Sarutobi គាត់គឺជាបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថា The Professor of Jutsu ដូចជាឈ្មោះអញ្ចឹងគឺគាត់ចេះតែ Jutsu អស់ជាច្រើនមែនទែនសើតែអស់តែម្ដងនៅក្នុងគល់ហា Village ហើយក៏បានបង្កើតនៅ Jutsu មកជាច្រើនផងដែរដែល Hero Zen ក៏គឺជាបុគ្គលម្នាក់ដែលអាចប្រើនៅ Jutsu ធាតុទាំង5បានតែម្ដងដូចជាភ្លើងទឹកដីរន្ទះនិងខ្យល់
haiพอได้ยอมនឹង fan របស់នាតុមួយចំនួនហៅគាត់ថាជាស្ដេចស្វានោះគឺដោយសារតែគាត់អាចសមន់ឬក៏ការហៅនៅស្ដេចស្វាអ៊ីម៉ាស្ដេចស្វាអ៊ីម៉ាអាចជួយ Hero Zen ក្នុងការប្រយុទ្ធបានដែលគាត់មានការវាប្រហារនិងការការពារបានយ៉ាងល្អឆោះ Hero Zen គាត់ក៏ចេះនៅ Forbidden Jutsu ឬក៏ជា technique ហាមឃាត់មួយផងដែរដែលមានឈ្មោះថា Rapid Seal ឬក៏ Shinji Fuji ដែលខ្ញុំបាននិយាយរួចហើយតាំងពី3ម៉ឺននេះមិនតែប៉ុណ្ណោះគាត់គឺមានថៃ Jutsu និងការគ្រប់គ្រងឆាក្រាបានយ៉ាងល្អទោះបីជាគាត់ចាស់ទៅហើយក៏នៅតែខ្លាំងមានការគ្រប់គ្រងឆាក្រាបានយ៉ាងល្អនៅផ្សេងនោះគាត់អាចប្រយុទ្ធគ្នាជាមួយនឹងសត្រូវដែលមានកម្រិត Gage បានច្រើនថែមទៀតផងថែមទាំងមានប្រាជ្ញានិងមានបទពិសោធន៍ក្នុងសង្គ្រាមជាច្រើនថែមទៀតផងមីណាតូណាមីកាសេគឺជាបុគ្គលដ៏ធម្មតាម្នាក់ដែលមិនបានកើតនៅក្នុង clan មិនមាននៅសមត្ថភាពពិសេសបន្តពី clan ឬក៏ជាជូស៊ូដែលខ្លាំងបន្តពី clan អ្វីនោះទេយល់រួមទៅគាត់ជា shinobi ដែលធម្មតាបំផុតតែម្ដងប៉ុន្តែ shinobi ដ៏សែនធម្មតាម្នាក់នេះបានក្លាយទៅជា Hokage ហើយក៏បានក្លាយទៅជា legendary shinobi ដែលមានថាមពលខ្លាំងក្លានិងក៏បានគេភ័យខ្លាចគ្រប់ទិសទីហើយគេបានផ្ដល់ឈ្មោះឲ្យគាត់ថា The Yellow Flash មីណាតូគាត់បានឈ្មោះថា The Yellow Flash នេះគឺមកពីគាត់រៀនចេះនៅជូស៊ូរបស់ Tobirama មួយដែលគ្មានអ្នកណាអាចរៀនចេះបាននោះទេសូម្បីតែ Professor ជូស៊ូដែលជា Hero Zen Sarutobi ក៏មកចេះនៅជូស៊ូមួយនេះមកដែរគឺ Hiraisen no Jutsu ឬក៏ Flying Thunder God ដូចជាខ្ញុំបាននិយាយរួចហើយអញ្ចឹងថា Hiraisen no Jutsu គឺជាជូស៊ូមួយដែលអនុញ្ញាតឲ្យ user នឹងអាច teleport ទៅទីតាំងណាក៏បានគ្រាន់តែដាក់ mark ទៅគឺរួចហើយ mark នេះគឺវាមិនចេះលលប់នោះទេដែលនៅក្នុងសង្គ្រាម Shinobi War ទី3មានអ្នកតោបានបានជូស៊ូមួយនេះស្លាប់មនុស្សអស់ជាច្រើនហើយតែប៉ុណ្ណោះក្នុងព្រឹត្តិការណ៍មួយគាត់ម្នាក់ឯងបានស្លាប់ Shinobi អស់ប្រហែលជា 1000 នាក់ជាងឯណោះព្រមទាំងបានប្រយុទ្ធនេះជាមួយនឹង Raikage ហើយក៏បានយកឈ្នះគាត់មាននឹងស្លាប់គាត់ថែមទៀតប៉ុន្តែត្រូវបាន Killer Bee ប្រាំដៃមឹក H-tail របស់គាត់ជួយទាន់ពេលវេលាហើយបន្ទាប់ពីចប់នៅសង្គ្រាម Shinobi War ទី3មីណាតូត្រូវបានគេលើកឲ្យធ្វើជា Hokage ទី4ប៉ុន្តែសមត្ថភាពរបស់មីណាតូមិនមែនមានត្រឹមតែ Hiraisen no Jutsu មួយនោះទេគាត់គឺជាបុគ្គលម្នាក់ដែលមានបញ្ញាឈ្លាសវៃបញ្ញាក្នុងការប្រយុទ្ធក៏ខ្លាំងដែលគាត់អាចយកចិត្តស្ក្រឹកបានយ៉ាងឆាប់រហ័សមានការគ្រប់គ្រងឆាក្រាបានយ៉ាងល្អមាននៅលបឿនក្នុងការគេខ្លួនបានលឿនជាមួយនឹង Hiraisen no Jutsu ស្ទើរតែគ្មាននរណាឡើយដែលអាចចាប់គាត់បានហើយគាត់មានថៃ Jutsu ជាមួយនឹងចែកទេក្នុងការគប់ខាងមួយបានយ៉ាងល្អឆោះហើយមីណាតូគាត់ក៏ជាបុគ្គលដែលអាចប្រើនៅ Six Mode បានផងដែរប៉ុន្តែគាត់ប្រើប្រាស់ Six Mode មកបានពី Link ហើយប្រើបានត្រឹមតែរយៈពេលខ្លីផងដែរប៉ុន្តែវាគឺបានជួយ boost ទៅលើកម្លាំងលបឿននិងការអារម្មណ៍របស់គាត់បានយ៉ាងខ្លាំងជាងមុនហើយមីណាតូគាត់ក៏ជាបុគ្គលម្នាក់ដែលមាននៅជំនាញក្នុងការប្រើនៅ Healing Jutsu ឬក៏ Funin Jutsu ប៉ុណ្ណេះហើយសម្រាប់ Sealing Jutsu វាគឺជា Jutsu ក្នុងការចាប់ឃុំសត្រូវនឹងឯងជាមួយនឹងជំនាញនៅទេពអក្សរមួយនេះហើយបានធ្វើឲ្យមីណាតូត្រូវបានគេហៅថាគឺជាអ្នកដែលប្រើនៅ Sealing Jutsu ឬក៏ Funin Jutsu ដ៏ប្រកែកបំផុតមួយអ្នកផងដែរហើយមីណាតូក៏ជាអ្នកបង្កើតនៅ Jutsu Rasengan ដែលជា Jutsu ដែល iconic មួយនៅក្នុងសត្វរឿង Naruto រហូតដល់ Boruto series ផងដែរ Tsunade Senju គឺជាចៅស្រីបង្កើតរបស់ Hashirama Senju ដែលជា Hokage ទី1នឹងឯងដែល Tsunade Senju នាងគឺបានបាត់បង់នៅប្អូនប្រុសរបស់នាងនិងគូស្នេហ៍របស់នាងនៅក្នុងសង្គ្រាមដែលធ្វើឲ្យនាងបាត់បង់នៅជំនឿបានខ្លាចទៅជា Hokage និងមានជំងឺខ្លាចឈាមផងដែរហើយនាងក៏បានចាក់ចិត្តអំពីកុលហាហើយបានសងសំណាញ់ជាស្ដេចល្បែងអំពីលោកតារបស់នាង Hashirama ហើយបានដើរលេងល្បែងទប់ទិសទីតែម្ដងប៉ុន្តែបន្ទាប់ពី Hero Zen Sarutobi ត្រូវបានស្លាប់ក្នុងកណ្ដាប់ដៃរបស់កូនសិស្សសំណប់ចិត្តរបស់គាត់គឺ Orochimaru Jiraiya និង Naruto បានទៅហៅនាងដើម្បីឲ្យធ្វើជា Hokage ប៉ុន្តែសម្បូរនាងគឺមិនព្រមទេប៉ុន្តែបន្ទាប់ពីមានសង្គ្រាមជាមួយនឹង Orochimaru និងអាសំណាងកាវតូដែលបានចាប់anyway ហើយក៏បានNarutoនិយាយបញ្ចុះបន្តិចនាងក៏បានច្រាក់ចិត្តទៅកូនហាវិញហើយបានធ្វើជា Hokage ទី5Tsunade គឺជាសមាជិកមួយនៃក្រុម Legendary Sannin ដែលជាក្រុមមួយដែលត្រូវបានគេគោរពនិងខ្លាចរអាខ្លាំងមែនដែលក្នុងក្រុមនោះមានសមាជិកចំនួន3នាក់គឺ Orochimaru Jiraiya Sensei ជាមួយនឹងនាងនឹងឯងនៅពេលដែលយើងឃើញ Tsunade យើងក៏ជានឹកទៅដល់កម្លាំងដ៏សែងអស្ចារ្យរបស់នាងដែលនាងបានប្រើនៅឆាក្រាដើម្បីបង្កើតទៅជាកម្លាំងដែលមួយដៃរបស់នាងគឺមិនអាចលេងសល់បាននោះទេគឺនាងអាចបំបែកនៅដីជាមួយនឹង Armor របស់ Susanoo ដែលនាងបានក្លាយទៅជា Hokage ដែលមានកម្លាំងខ្លាំងជាងគេបំផុតម្នាក់ហើយនាងមាន skill មួយដែលមានឈ្មោះថា Hangred Seal ឬក៏ Byakugo Seal ដែលវាគឺជាស្គីមួយដែលអាចឲ្យនាងបានសន្សំនៅឆាក្រាបានយ៉ាងយូរអាចជាបានខ្លួនឯងបានយ៉ាងលឿននិងអាចប្រយុទ្ធបានយ៉ាងយូរដោយស្ទើរតែមិនអាចសម្លាប់នាងបាននោះទេ Tsunade នាងមានជំនាញខាង Magical Ninjutsu ដែលនាងគឺជា Magical Ninja ម្នាក់ដែលខ្លាំងក្លាជាងគេក្នុងប្រវត្តិសាស្ត្រដែលនាងអាចជាបានខ្លួនឯងជាបានអ្នកផ្សេងបានយ៉ាងលឿនមានភាពជាអ្នកដឹកនាំនិងបទពិសោធន៍ច្រើនក្នុងការប្រយុទ្ធជាពិសេសនោះដូចនឹង Jiraiya ដែលមាននៅកង្កែប Orochimaru ដែលមាននៅពោះនាងក៏អាចសមន់ឬក៏ហៅនៅសត្វមួយផងដែរគឺជា Shong Kasuyuខ្យងយៈកាស៊ូយូគឺមាននីតិក្នុងការព្យាបាលមនុស្សគឺអាចបំបែកខ្លួនជាច្រើនអាចព្យាបាលមនុស្សរាប់ពាន់លាននាក់ក្នុងសង្គ្រាមក្នុងពេលតែមួយនិងប្រើនៅអាស៊ីតដើម្បីអច្ឆាតស្ក្រៅកាកាឈីហាកាកេគឺជាកូនប្រុសរបស់សាគូម៉ូហាកាកេដែលជា Shinobi ដ៏ខ្លាំងក្លាអស្ចារ្យម្នាក់
ដែលខ្លាំងជាង Legendary Sunning ទៅទៀតដែលម្ដាយរបស់ Kakashi គឺបានស្លាប់នៅពេលដែលសម្រាលនៅ Kakashi ចំណែកឯឪពុករបស់ Kakashi Sakumo គាត់ត្រូវបានស្លាប់ដោយសារតែគាត់ស្លាប់ខ្លួនឯងដោយសារតែនៅក្នុង mission មួយគាត់បានទុកនៅ mission ចោលហើយបានទៅជួយមិត្តរួមក្រុមរបស់គាត់ដែលធ្វើឲ្យគោលហាមានការខាត់បងយ៉ាងខ្លាំងដែល villager នៅក្នុងគោលហាគឺបានជេរស្ដីបន្ទោសគាត់យ៉ាងខ្លាំងតែម្ដងមិនមែនមានក្រុមតែ villager ដែលបានជេរស្ដីបន្ទោសគាត់នោះទេសូម្បីតែអបកាត់ដែលគាត់បានធ្វើនោះក៏ស្ដីបន្ទោសគាត់ដែរដោយសារតែនៅហត់ខ្លាំងពេកគាត់ក៏បានរើសការស្លាប់ខ្លួនតែម្ដងទៅហើយផលនេះហើយដែលធ្វើឲ្យ Kakashi នៅពីក្មេងគិតថាមានតែច្បាប់នៅ mission ទេដែលសំខាន់ជាងគេមិត្តភក្តិគឺមិនសំខាន់នោះឡើយប៉ុន្តែបន្ទាប់ពីបានចូលក្នុងក្រុមរបស់ Minato ដែលមាននៅមេធំ Obito និងរីងដ៏មហាសែងគួរឲ្យស្រឡាញ់ហើយគាត់ក៏បានប្រែនៅកំណត់មួយនេះបន្តិចម្ដងប៉ុន្តែនៅពេលដែល Obito ក៏បានស្លាប់ដល់ឲ្យនៅ Sharingan ទៅឲ្យគាត់រីងក៏បានស្លាប់ក្នុងដៃរបស់គាត់ Minato និង Kushina ក៏បានស្លាប់ Kakashi ក៏មានរបួសផ្លូវចិត្តយ៉ាងខ្លាំងហើយបានចូលក្នុងក្រុម Anbu ដែលមានភាពឯកាខ្លាំងបំផុតបន្ទាប់ពីបានជួបគ្នាជាមួយនឹង Yamato, Itachi និង Naruto គាត់ក៏បានកែប្រែខ្លួនឯងបន្តិចម្ដងរហូតដល់ខ្លាយទៅជា Sensei ដ៏គួរឲ្យស្រឡាញ់ដូចដែលយើងបានស្គាល់គាត់សប្តាហ៍នេះឯងហើយបន្ទាប់ពីចប់នៅសង្គ្រាម Shinobi War ទី4គាត់ក៏បានខ្លាយទៅជា Hokage ទី6តែម្ដង Kakashi ល្បីគ្រប់ទិសទីដែលគេបានស្គាល់គាត់ថា The Copy Ninja មិនលើកលែងសូម្បីតែ Hakumo Tsuki ក៏ស្គាល់គាត់ដែរហើយហេតុផលដែលគាត់អាច copy នៅ Jutsu របស់គេបានដោយសារតែគាត់មាននៅ Sharingan ដែលជាផ្នែករបស់ Obito ដែលបានឲ្យគាត់ឯផ្នែក Sharingan នេះគឺអាចចម្លងនៅ Jutsu របស់សត្រូវអាចមើលឃើញនៅល្បឿននិងឆាយការារបស់សត្រូវនិងអាចប៉ាល់ហ្គេន Jutsu បានថែមទៀតផងហើយនៅពេលដែលគាត់វិវត្តទៅដល់ Monkey Sharingan ខាងមួយវាគឺបានដល់នៅ ability ដ៏ខ្លាំងមួយគឺជាការស្រូបយកវត្ថុឬក៏សត្រូវរបស់គាត់ចូលទៅក្នុង dimension មួយទៀតដែលគាត់អាចការពារខ្លួនឲ្យបានដោយស្រូបយកនៅការវិវហាររបស់សត្រូវឬក៏អាចកាត់សត្រូវបានជាមួយនឹង Monkey Sharingan របស់គាត់ដែលវាគឺជា Jutsu កម្រិត S ម្យ៉ាងទៀត Kakashi គឺគាត់អាចប្រើ Jutsu រហូតដល់លើសពី 1000 Jutsu ទៅទៀតប៉ុន្តែគឺគាត់មិនមែនប្រើតែ 1000 Jutsu នឹងទាំងអស់នោះទេគឺគាត់ជ្រើសរើសប្រើ Jutsu មួយណាដែលសមស្របនឹងការប្រយុទ្ធតែប៉ុណ្ណោះដូចជា Fireball, Water Dragon ឬក៏ Earth Fall អីជាដើមហើយម្យ៉ាងទៀត Kakashi គឺក៏អាចប្រើនៅ Elemental Jutsu ស្ទើរតែទាំងអស់តែម្ដងមានដូចជា Fire Style, Water Style, Wind Style, Earth Style, Lightning Style, Gen Jutsu និង Space Time Jutsu ខាងមួយអីជាដើម Kakashi ក៏គឺជាបុគ្គលម្នាក់ដែលមាននៅបញ្ញាឆ្លាតវៃខ្លាំងម្នាក់ផងដែរនៅក្នុងពិភព Naruto អាចថាបើមិន Top 4 ទេក៏ Top 5 ដែរបញ្ញារបស់ Kakashiដែលគាត់បានប្រើនៅបញ្ញារបស់គាត់ដើម្បីយកឈ្នះនៅសត្រូវឬក៏ជួយធីមរបស់គាត់ជាច្រើនគឺវិធីការខ្លាំងមែនដូចជាសង្គ្រាមជាមួយនឹង Kagozu និង Hidan ឬក៏អាចរកឃើញនៅចំណុចខ្សោយរបស់ Pain ដែលប្រើនៅ Shinra Tensei មាននៅ cooldown អីជាដើមទោះបីជាចប់នៅសង្គ្រាម Shinobi War ទី4គាត់គ្មាននៅ Sharingan ដូចមុនក៏ដោយក៏គាត់នៅតែជា Shinobi ម្នាក់ដ៏ខ្លាំងក្លាដដែលហើយដូចជាប្រវត្តិរបស់ Kakashi ដែលខ្ញុំបានប្រាប់អ្នកនេះគឺគាត់ធ្លាប់ចូលទៅក្នុងក្រុម Anbu ដែលជាក្រុម Assassin ដែលមាននៅជំនាញយ៉ាងខ្លាំងនិងទទួលបញ្ជាដោយផ្ទាល់អំពី Hokage ដើម្បីបំពេញនៅ mission មួយដោយសារតែក្រុម Anbu គឺជាក្រុម Assassin បែរឲ្យពួកគេគឺមានល្បឿនយ៉ាងលឿននិងផ្លាស់ទីបានយ៉ាងរហ័សដោយគ្មានសម្លេងហើយ Kakashi គឺគាត់គឺជា Captain ថែមទៀតបែរនេះហើយសមត្ថភាពរបស់គាត់គឺមិនអន់នោះទេNaruto Uzumaki គឺជាតួអង្គឯកនៃសាច់រឿង Naruto គឺជាកូនប្រុសរបស់ Hokage ទី4 Minato Namikaze និង Kushina Uzumaki Naruto គឺជាតួអង្គមួយដែលកំសត់ផងដែរនៅក្នុងពិភព anime បន្ទាប់ពីកើតហើយគឺឪពុកម្ដាយត្រូវបានស្លាប់ដោយសារតែការពារនៅភូមិកុលហានិងខ្លួនឯងផ្ទាល់ឆ្លងកាត់នៅ childhood មួយដ៏សែនលំបាកមែនដែរគឺមានការរើសអើងអំពី villager នៅក្នុងកុលហាដែលបានគិតថាវិនាសកម្មដែលគូរ៉ាម៉ាបានមកកំទេចភូមិនិងសម្លាប់នៅ Minato និង Kushina គឺដោយសារតែ Naruto នឹងឯងប៉ុន្តែ Naruto គឺមិនដែលចោះចាញ់នោះទេហើយបានខំប្រឹងរហូតដល់អាចសម្លាប់នគរបំណងរបស់ខ្លួនគឺខ្លាចទៅជា Hokage សម្រាប់ ability របស់ Naruto នៅណាក៏ដឹងដែរគឺគាត់មាន ability ច្រើនដូចជា Cyclone Jutsu ដែលគាត់អាច copy ខ្លួនឯងបានរាប់ពាន់តែម្ដងមិនដូច Shinobi ផ្សេងៗទៀតនោះទេដែល clone ខ្លួនឯងបានត្រឹមតែប្រមាណតែប៉ុណ្ណោះហើយគាត់បានប្រើ Rasen Shuriken ដែលមានថាមពលខ្លាំងក្លាដើម្បីកម្ចាត់នៅសត្រូវអាចប្រើ Rasen Mode មាននៅទម្រង់ជាច្រើនដើម្បីបន្តប្រយុទ្ធថែមទៀតជាពិសេសនោះទម្រង់ដែលខ្លាំងជាងគេរបស់គាត់គឺ Bion Mode មាននៅសមត្ថភាពពិសេសបន្តពី Clan Uzumaki គឺរាងកាយរឹងមាំខ្លាំងក្លានិងអាចប្រើនៅ Sealing Jutsu ផងដែរមាននៅប្រាជ្ញានិងបទពិសោធន៍ច្រើនក្នុងការប្រយុទ្ធជាមួយនឹងតួអង្គដែលខ្លាំងដូចជា Uzumaki អីជាដើមតពីយើងបានដឹងនៅប្រវត្តិនិង ability ឬក៏សមត្ថភាពរបស់ Hokage ទាំង12នាក់នេះរួចហើយយើងមកដល់សំណួររបស់យើងវិញម្ដងតើ Hokage ម្នាក់ណាដែលជា Hokage ដែលខ្លាំងជាងគេ Hokage ដែលខ្លាំងជាងគេគឺ Naruto Uzumaki ហើយបើអ្នកគ្នាឆ្ងល់ថា Naruto នៅពេលនេះគឺមិនមានគូរ៉ាម៉ានៅក្នុងខ្លួនរបស់គាត់ទៀតនោះទេតែហេតុអីបានជា Naruto នៅតែជា Hokage ដែលខ្លាំងជាងគេដដែលទៀតចម្លើយដ៏សែង simple និងធម្មតានិងខ្លីបំផុតនោះគឺសមត្ថភាពទាំងអស់របស់ Naruto គឺមិនមែនបានមកពីគូរ៉ាម៉ាទាំង strong នោះទេ Naruto គាត់នៅតែអាចប្រើ Assist Mode មានសាច់ឈាមជា Uzumaki Clan អាចប្រើនៅ Jutsu ដ៏ខ្លាំងក្លាជាច្រើនមានភាពជាអ្នកដឹកនាំនិងបទពិសោធន៍នៅក្នុងខ្លួនជាច្រើនតែម្ដងរួមទាំងយុទ្ធសាស្ត្រផងដែរបើគាត់ប្រយុទ្ធនេះជាមួយនឹង Hokage ផ្សេងទៀតប្រកបណាស់ Naruto នឹងអាចយកឈ្នះបានយ៉ាងខាននោះទេហ
ហើយនឹងឯណោះនេះវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយ